សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកអាប់ដេតថៃមូលីស៊ីប្រារបស់ខ្ញុំម្ដងទៀតហើយថ្ងៃមុនខ្ញុំបានដាក់ចំវានៅក្នុងអាងមួយទៀតរបស់ខ្ញុំតែថ្ងៃនេះខ្ញុំបានដូរវាមកដាក់ទូកញ្ចក់ថ្មីហើយក៏បានបន្ថែមសមាជិករបស់វាថែមបាន3ទៀតខ្ញុំដាក់តែញីមួយហើយនឹងឈ្មោះមួយតែថ្ងៃនេះខ្ញុំបានថែមញីតទៅ2ថែមទៀតអញ្ចឹងមានញី4ហើយនឹងឈ្មោះមួយហើយថ្ងៃនេះខ្ញុំបានបាយវាមកដាក់ទូថ្មីហ្នឹងមើលទៅឃើញស្អាតដោយសារតែខ្ញុំបានរៀបចំតែកទូហ្នឹងហើយវាមើលមកឃើញប្លែកភ្នែកអញ្ចឹងហើយមើលទៅត្រីក៏វាទៅជាសប្បាយចិត្តបានមកនៅកន្លែងថ្មីតែវាអត់មានអញ្ញែងជាមួយនឹងថៃដតីដោយសារតែថ្ងៃមុនហ្នឹងខ្ញុំដាក់វាមួយថៃ7ពណ៌អីថែមអញ្ចឹងវាអញ្ញែងដល់ពេលថ្ងៃនេះខ្ញុំដាក់វាមកដាច់ដល់ឡែកពីគ្នាអញ្ចឹងគឺវាមានតែគ្នាវាក្នុងមួយទូហើយបងប្អូនមើលទៅឃើញវាហែលទៅវិញទៅមកអញ្ចឹងវាមានអារម្មណ៍ថាវាស្អាតជាងគួរចង់មើលអញ្ចឹងហើយបើសិនជាបងប្អូនចូលចិត្តទស្សនាមើលវាបន្ថែមអីបងប្អូនអាចខមមិនខាងក្រោមដើម្បីឲ្យខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនបន្ថែមពីថៃហ្នឹងចឹងដើម្បីចែកជូនបងប្អូនបានទស្សនាមើលលេងកម្សាន្តកុំឲ្យ stress ពេលដែលយើងចំត្រីអញ្ចឹងយើងមើលវាហែលលេងអញ្ចឹងទៅធ្វើឲ្យយើងបាត់ stress មួយយ៉ាងដែរតាបងប្អូនអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ចំត្រីអីគួរតែសាកចំមើលវាលេងទៅវាស្អាតព្រោះត្រីហ្នឹងយើងតាំងលម្អវាយើងថែទាំវាទៅវាស្អាតហើយប្រភេទត្រីហ្នឹងក៏វាមានពូជផ្សេងទៀតដែរវាមានពូជច្រើនផ្សេងទៀតតែបងប្អូនចង់ចំពូជផ្សេងតែជាប្រភេទត្រីហ្នឹងដដែលក៏ស្អាតដូចគ្នាបងប្អូនពួកហ្នឹងវាស្រួលចំយើងចំមិនចាំបាច់ដាក់អុកស៊ីហ្សែនក៏បានឬក៏ត្រូវការបន្ថែមអុកស៊ីហ្សែនឲ្យវាតិចក៏បានដែរដើម្បីត្រីវារស់ស្រួលដែរតែខ្ញុំចំនេះខ្ញុំចំតុបតាំងលម្អមើលខ្លះហ្នឹងទៅហើយកន្លែងវាតូចដែរហ្នឹងចឹងខ្ញុំអត់បានដាក់អុកស៊ីហ្សែនទេហើយប្រភេទថៃហ្នឹងក៏វាមិនទាមទារអុកស៊ីហ្សែនណាវាស្រួលចំយើងគ្រាន់តែដាក់ចំណីវាស៊ីធម្មតាមួយថ្ងៃ2ដងឬក៏3ដងចឹងទៅតាមតែបងប្អូនអាចត្នេឆ្លៀតដាក់ឲ្យវាបានចឹងណាចឹងពីខ្ញុំទៅមានតែប៉ុណ្ណឹងពីការអាប់ដេតថៃមូលីស៊ីប្រារបស់ខ្ញុំបើសិនជាបងប្អូនចង់ឲ្យខ្ញុំដាក់វីដេអូបន្ថែមអីទៀតសូមបងប្អូនអាចខមមិនប្រាប់នៅក្នុងក្រោមវីដេអូហ្នឹងបានខ្ញុំនឹងធ្វើការអាប់ដេតជូនបងប្អូនទាំងអស់គ្នាអរគុណ